សេចក្តីជូនដំណឹងស្តីពីការអនុម័តដែលប្រើប្រាស់នៅគោលការណ៍ណែនាំលេខ5725 នមកកននចុះថ្ងៃទី12ខែកញ្ញាឆ្នាំ2025ស្តីពីការបើកគណនីវិនិយោគលើមូលនិធិតាមប្រព័ន្ធអនឡាញនាយកកមូលបត្រកម្ពុជានមកមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រនិងសាធារណជនទាំងអស់ជ្រាបថានមកបានអនុម័តដោយប្រើប្រាស់នៅគោលការណ៍ណែនាំលេខ5725 នមកកននចុះថ្ងៃទី12ខែកញ្ញាឆ្នាំ2025ស្តីពីការបើកគណនីវិនិយោគលើមូលនិធិតាមប្រព័ន្ធអនឡាញក្នុងករណីក្រុមហ៊ុនមានបំណងប្រើប្រាស់ប្រព័ន្ធបើកគណនីវិនិយោគលើមូលនិធិតាមប្រព័ន្ធអនឡាញក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតជាមុនមកនមកដែលស្ថិតនៅអគារលេខ 168F ផ្លូវ598សង្កាត់ឆ្នាំងចម្រេះ1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងមកនាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រតាមរយៈទូរស័ព្ទលេខ023 885 611ឬ email intermediaries@scrc.gov.kh សេចក្តីដោយបានជម្រាបជូនខាងលើសូមក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រនិងសាធារណជនទាំងអស់ជ្រាបជាព័ត៌មានថ្ងៃអង្គារ14រោចខែអាសត់ឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី21ខែតុលាគ្រិស្តសករាជ2025នាយកកមូលបត្រកម្ពុជា